សូមស្វាគមន៍មកកាន់នីតិរឿងនិទានជាទីដែលយើងនឹងនាំគ្នាធ្វើដំណើរចូលទៅក្នុងពិភពដ៏អស្ចារ្យដែលពោរពេញដោយមេរៀនល្អៗនិងសត្វគួរឲ្យស្រឡាញ់ផ្កាកុលាបពីសាលាក្នុងភូមិតូចមួយដ៏ស្រស់បំព្រងលំនៅឋានមួយបានបង្កប់នូវភាពកក់ក្ដៅនិងសម្លេងសើចក្អាកក្អាវជានិច្ចនៅទីនោះមានក្មេងប្រុសម្នាក់ឈ្មោះសេងអាយុ9ឆ្នាំជាក្មេងរហ័សរហួនចូលចិត្តលេងបាល់ទាត់រីឯប្អូនស្រីរបស់គេឈ្មោះកងកាអាយុ5ឆ្នាំជាក្មេងស្រីស្រស់ស្អាតដូចតុក្កតាចូលចិត្តគូររូបនិងរៀបចំតុក្កតារៀងរាល់ព្រឹកមុននឹងចេញទៅសាលារៀនសេងនិងកងក្វេតែងតែត្រូវបានម៉ាក់រៀបចំអាហារបន្ទាប់មកនាំទៅសាលាពេលត្រឡប់មកវិញពួកគាត់ក៏តែងតែឃើញផ្ទះស្អាតបាតអាហារមានស្រាប់នៅលើតូបហើយម៉ាក់ក៏តែងតែរង់ចាំពួកគេដោយស្នាមញញឹមថ្ងៃមួយក្រោយពីត្រឡប់ពីសាលាសេងនិងកងក្វែក៏បោះកាបូបនិងស្បែកជើងចោលហើយរត់ទៅលេងបាល់ទាត់និងតុក្កតាដោយសັບមួយដងម៉ាក់បានត្រឹមតែញញឹមហើយបន្តធ្វើការងារផ្ទះដែលមិនចេះចប់មិនចេះហើយយប់នោះម៉ាក់មើលទៅហត់នឿយខ្លាំងណាស់តែនៅតែញញឹមសេងនិងលីកុងកោកបានសម្គាល់ឃើញថាផ្ទះរបស់ពួកគេមិនសូវមានរបៀបរៀបរយដូចរាល់ដងទេប្រដាប់ប្រដាកម៉ែងលេងរបស់លីកុងកោកនៅរាយប៉ាយពេញឥតខោអាវរបស់សេងក៏មិនទាន់បានបត់រីឯចានឆ្នាំងក៏កលើគ្នានៅក្នុងអាងលាងលុះព្រឹកឡើងម៉ាក់បានហៅកូនមកអង្គុយជុំគ្នាម៉ាក់មិនបានស្ដីបន្ទោសទេតែបាននិយាយដោយទឹកមុខទន់ភ្លន់ថាកូនដឹងទេថាម៉ាក់មានរាវមួយចង់ប្រាប់កូនម៉ាក់ចង់ប្រាប់កូនពីផ្កាកុលាបពីសាលាសេងនិងលីកុងកញាក់មើលមុខគ្នាដោយឆ្ងល់ផ្កាកុលាបពីសាលាតើវាជាអ្វីទៅម៉ាក់លីកុងកសួរទាំងភ្នែកភ្លឹបភ្លែតម៉ាក់ញញឹមហើយពន្យល់ថាកូនដឹងហើយថាកូនមានសាលាមួយសម្រាប់ទៅរៀនចំណេះដឹងនៅសាលានោះកូនរៀនអានរៀនសរសេររៀនគណិតវិទ្យាតែកូនក៏មានសាលាមួយទៀតដែរគឺសាលានៅផ្ទះរបស់យើងនេះឯងនៅសាលានេះយើងរៀនពីរបៀបជួយគ្នាទៅវិញទៅមករៀនពីរបៀបធ្វើឲ្យផ្ទះរបស់យើងក្លាយជាឋានសួគ៌ពិតប្រាកដរាល់ពេលដែលកូនជួយធ្វើការងារផ្ទះវាដូចជាកូនកំពុងដាំផ្កាកុលាបដ៏ស្រស់ស្អាតមួយទងក្នុងសួនច្បារដ៏ធំមួយឈ្មោះថាសួនផ្កាគ្រួសារយើងសេងលើកដៃសួរចុះបើខ្ញុំជួយរៀបចំកន្លែងគេងរបស់ខ្ញុំវិញតើបានផ្កាអ្វីទៅម៉ាក់ឆ្លើយភ្លាមអូហូនោះគឺជាផ្កាកុលាបស្អាតដែលធ្វើឲ្យបន្ទប់របស់យើងមានសណ្ដាប់ធ្នាប់ល្អចុះលីកុងកកវិញបើកូនជួយរៀបចំប្រដាប់ក្មេងលេងដាក់ក្នុងប្រអប់វិញតើបានផ្កាអ្វីកុងកគិតមួយសន្ទុះរួចឆ្លើយទាំងរីករាយខ្ញុំបានផ្កាកុលាបមានរបៀបម៉ាក់និងសេងសើចក្អាកក្អាយម៉ាក់បន្តទៀតត្រូវហើយបើកូនជួយម៉ាក់លើកចានទៅលាងនោះគឺផ្កាកុលាបស្រស់បើកូនជួយបោសសម្អាតផ្ទះនោះគឺផ្កាកុលាបភ្លឺថ្លាផ្កាទាំងនេះមើលមិនឃើញដោយភ្នែកទេតែវាធ្វើឲ្យផ្ទះរបស់យើងពោលពេញទៅដោយក្លិនក្រអូបឈ្ងុយនៃភាពសប្បាយរីករាយនិងភាពកក់ក្ដៅចាប់ពីថ្ងៃនោះមកសេងនិងលីកុងកកបានប្រែក្លាយខ្លួនទៅជាអ្នកថែសួនផ្កាដ៏ឧស្សាហ៍ព្យាយាមសេងជាបងប្រុសតែងតែជួយម៉ាក់លើកចានរៀបចំតុអាហារនិងបត់ខោអាវរបស់គាត់ដោយខ្លួនឯងពេលខ្លះគាត់ថែមតែជួយយកសម្រាមទៅចោលទៀតផងរីឯលីកុងកកដែលជាប្អូនស្រីក៏មិនចាន់បងដែរគាត់ឧស្សាហ៍រៀបចំប្រដាប់ក្មេងលេងឲ្យមានរបៀបរៀបរយជួយរៀបស្បែកជើងមុខផ្ទះនិងជួនកាលថែមតែជួយជូតធូលីដីនៅលើតុដោយកន្សែងទន់ទៀតផងពួកគេតែងតែប្រកួតប្រជែងគ្នាលេងថាតើអ្នកណាដាំផ្កាបានច្រើនជាងគេបន្តិចម្ដងផ្ទះរបស់ពួកគេក៏កាន់តែស្រាតបាតម៉ាក់ក៏មានពេលសម្រាកច្រើនជាងមុនហើយស្នាមញញឹមក៏រីកស្រស់នៅលើផ្ទៃមុខជានិច្ចសេងនិងលីកុងកាក៏កាន់តែយល់ច្បាស់ថាការជួយការងារផ្ទះមិនមែនជាបន្ទុកឡើយតែវាជាផ្នែកមួយនៃការបង្ហាញក្តីស្រឡាញ់និងការទទួលខុសត្រូវពួកគេមានមោទកភាពដែលបានរួមចំណែកធ្វើឲ្យផ្ទះរបស់ពួកគេក្លាយជាសួនផ្កាគ្រួសារដ៏ស្រស់ស្អាតបំផុតម៉ាក់តែងតែនិយាយទៅកាន់ពួកគេដោយក្តីស្រឡាញ់ថាកូនពិតជាក្មេងល្អណាស់ផ្កាកុលាបពីសាលារបស់កូនពិតជាធ្វើឲ្យផ្ទះរបស់កូនមានជីវិតនិងពោរពេញដោយក្តីសុខចាប់តាំងពីពេលនោះមក
แซงនិងលីកុងកុងមិនត្រឹមតែជាសិស្សពូកែในសាលាប៉ុណ្ណោះទេថែមតែជាអ្នកថែសួនដ៏អស្ចារ្យនៅក្នុងផ្ទះទៀតផងពួកគេបានបង្ហាញថាការជួយការងារផ្ទះគឺជារឿងដ៏សំខាន់និងជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីបង្ហាញក្តីស្រឡាញ់ចំពោះគ្រួសារនិងបង្កើតបរិយាកាសរីករាយនៅក្នុងផ្ទះរបស់យើងទាំងអស់គ្នា